ប្រើកធុនជួរស្នោស៊ីម៉ងត៍និងខ្សាច់ជាងដំបូងយកកធុនជួរមួយមករួចយកស្នោកម្រាស់ទទឹងប្រហែលជា6សង់ទីម៉ែត្រប្រើកាំបិតកាត់ស្នោនឹងរាងជាត្រីកោណកាត់ឲ្យបានសមល្មមកាត់បានគ្រប់គ្រាន់ហើយយកស្នោនឹងយកទៅបិទនៅផ្នែកខាងក្នុងនៃកធុនជួរបិទឲ្យស្មើគ្នាល្អបិទខាងលើខាងក្រោមដូចវីដេអូបានបង្ហាញមកធ្វើជាម៉ូដដូចជាផ្កានៅខាងក្នុងអញ្ចឹងរួចទៅយកកធុនរាងត្រវែងមួយទៀតដុសលាងវាឲ្យស្អាតលាបប្រេងឬលាបខ្លាញ់អីពីខាងក្នុងហើយលាយសាច់ស៊ីម៉ងឲ្យបានម៉ត់ល្អយកស្នោម្ដុំយកទៅដាក់ចំកណ្ដាលនៃកធុនពុំរបស់យើងហ្នឹងចាក់ស៊ីម៉ងដែលយើងបានលាយហើយខ្លះនៅបាតកធុនរបស់យើងដែលជាពុំហ្នឹងហើយយកកធុនផ្សេងមួយទៀតរាងតូចដែលយើងបានត្រៀមហើយហ្នឹងយកមកដាក់ពីខាងលើហើយយើងចាក់ស៊ីម៉ងដែលយើងបានលាយស្រេចហ្នឹងចូលកែមខាងដើម្បីធ្វើផើងរបស់យើងហ្នឹងទុកហាលវាឲ្យស្ងួតរួចទៅធ្វើជើងផើងចំនួន4ដាក់វាហាលឲ្យស្ងួតដែរយើងចាប់ផ្ដើមបកពុំចេញទៅពេលបកពុំហើយយើងមកបិទជើងខាងក្រោមនេះចំនួន4ហ្នឹងពេលបិទភ្ជាប់ហាលស្ងួតមាំបានល្អហើយចាប់ផ្ដើមលាបពណ៌ផើងរបស់យើងតាមចំណូលចិត្តលាបរួចរាល់យកទៅដាំកូនឈើកូនផ្កាបានហើយនេះណែ